នៅភូមិឆ្ងាយមួយសវណ្ណជាជាងកាត់សក់មានភាពស្រួលជាងគេក្នុងភូមិគាត់ជាមនុស្សប្រឹងប្រែងប៉ុន្តែច្រើនជួបបញ្ហាហិរញ្ញវត្ថុពេលនោះគាត់ខ្ចីប្រាក់ពីនារីម្នាក់ឈ្មោះជីវជាស្ត្រីខ្មៅមុខមិនសូវស្ទើរដូចគេធ្លាប់បានលើកកាយថាគេមិនជឿលើជីវិតបច្ចុប្បន្នឡើយតែសវណ្ណមិនគិតច្រើនព្រោះគាត់ត្រូវការប្រាក់ខ្លាំងបន្ទាប់ពីខ្ចីបានមួយឆ្នាំសវណ្ណនៅមិនបានសងជីវសុំសងប្រាក់ជារឿយនៅមួយថ្ងៃសូម្បីតែមកដល់ផ្ទះសវណ្ណប៉ុន្តែគាត់បានបង្ខាំងគេនិយាយថាប្រាក់បែបនេះសុំទោសខ្ញុំសងមិនបានទេបន្ទាប់មកជីវស្រក់ទឹកភ្នែកហើយបាត់ជីវិតដោយបន្តិចទៀតក្នុងគ្រែខ្លួនឯងគ្មាននរណាស្គាល់ហេតុការណ៍ជាក់ស្ដែងពីពេលនោះមកសវណ្ណចាប់ផ្ដើមមានអារម្មណ៍ថាអ្នកណាម្នាក់កំពុងតែដើរតាមខ្នងយប់គាត់ស្ដាប់សូរសំឡេងរោមដង្ហើមនៅជិតកណ្ដាលវែងបន្ទាប់មកគាត់ឃើញជីវឈរច្របាច់ក្បាលខ្លួនឯងក្នុងកញ្ចក់ពេលលាងមុខការភ័យខ្លាចដល់កម្រិតធ្ងន់ធ្ងរធ្វើឲ្យសវណ្ណព្យាបាលខ្លួនដោយគ្រូពេទ្យផ្លូវភៀកចិត្តមួយរយៈគាត់ដាំផ្ទះថ្មីបដូរទូរស័ព្ទបដូររូបថតគ្រួសារតែស្រមោលជីវតែងតែនៅទីនោះស្រមោលនាងមិនសួរអីទេតែឈរមើលហើយសើចស្ងៀមមានយប់មួយគាត់សួរជាស្មោះថាតើអូនចង់ឲ្យបងសងតាមរបៀបណាសំឡេងស្ត្រីទៅពីខាងក្រោយខ្ញុំមិនសុំប្រាក់ទេខ្ញុំសុំជីវិតសវណ្ណទៅវត្តគាត់ឧបត្ថម្ភបង្កើតសម្បត្តិធម៌តែខ្មោចនោះនៅតាមគាត់ជានិច្ចគាត់បដិញ្ញាដែលទៅសងជាផ្លូវចិត្តដោយធ្វើការសម្ដែងគុណបុណ្យជាច្រើនក្រោយការធ្វើបុណ្យ7ថ្ងៃសវណ្ណឃើញជីវនៅក្នុងសុបិនដូចនាងឯងមកអញ្ជើញសុំទោសគ្នានាងនិយាយថាខ្ញុំទទួលការសងរបស់បងហើយបងរស់ជារឿងរបស់បងប៉ុន្តែសូមកុំលើកបំណុលស្មារតីទៀតឡើយបន្ទាប់មកសវណ្ណក៏មានជីវិតស្ងប់ស្ងាត់ជាងមុនគាត់បានបើកហាងមួយតូចសាមញ្ញនិងជួយអ្នកដែលត្រូវការជានិច្ចពេលគាត់សួរថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាចាំខ្មោចមកសុំសងបំណុលគាត់និយាយព្រោះគ្មានអ្វីភ័យខ្លាចជាងការមិនគោរពនឹងអំណរធម៌និងស្មារតីមនុស្សមាត្រាការសងបំណុលមិនមែនតែចំពោះប្រាក់ប៉ុន្តែចំពោះស្មារតីកិរិយានិងសេចក្តីគោរព